ប្រការណាព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសពព្រះរិហឫទ័យព្រះបរមរាជាណាចក្រប្រគេនព្រះគ្រូច័ន្ទតារាបនិយតធម្មោនិមន្តដឹកនាំសមាគមពុទ្ធសាសនាសង្គ្រោះជនក្រីក្រចូលថ្វាយបង្គំគាល់ថ្វាយដង្វាយចំពោះខ្លឹមសារពិស្ដាសូមអញ្ជើញទស្សនាដូចតទៅព្រះករុណាជាអង្គម្ចាស់ជីវិតត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរិហឫទ័យព្រះបរមរាជាណាចក្រប្រគេនព្រះគ្រូច័ន្ទតារាបនិយតធម្មោនិមន្តនាំគណៈប្រតិភូនៃសមាគមពុទ្ធសាសនាសង្គ្រោះជនក្រីក្រដែលមានឯកឧត្តមសុកសុនីអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាប្រធានសមាគមនិមន្តនិងអញ្ជើញចូលថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំងនៅព្រឹកថ្ងៃទី29ខែសីហាឆ្នាំ2012ក្នុងគណៈពេលដែលសមាគមពុទ្ធសាសនាសង្គ្រោះជនក្រីក្របាននាំមកនៅដង្វាយមានជាអង្គចំនួន3តោនថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតត្បូងដើម្បីព្រះអង្គប្រោសប្រជាទានដល់ប្រជារាស្ត្រដែលជួបការលំបាកក្នុងជីវភាពតាមសពព្រះរិហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសដ៏ប្រសើរនោះព្រះករុណាជាអង្គម្ចាស់ជីវិតត្បូងព្រះអង្គសពព្រះរិហឫទ័យស្ដេចយាងថ្វាយបង្គំព្រះគ្រូបនិយតធម្មោដោយការគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ព្រមទាំងបានប្រគេនបរិយាទ្រព្យមានទេយ្យទានចំនួន1កញ្ចប់និងបវរណាចតុបច្ច័យចំនួន200,000រៀលចំពោះគណៈប្រតិភូនៃសមាគមពុទ្ធសាសនាសង្គ្រោះជនក្រីក្រចំនួន5នាក់ក្នុងម្នាក់ទទួលបានបរិយាសង្ហាមានព្រះបរមឆៃលក្ខព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ចំនួន1មានព្រះរាជអង្គការសម្ដេចស្មារក្នុងពេលនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរិហឫទ័យពំនាំព្រះរាជបណ្ដាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាព្រះវររាជបិតាជាតិខ្មែរសម្ដេចឪសម្ដេចតាសម្ដេចតាទួតនិងសម្ដេចព្រះវររាជបិតាជាតិខ្មែរសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទួតជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជហឫទ័យនឹករលឹកសាកសួរសុខទុក្ខក្នុងព្រះរាជហឫទ័យគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រគេនព្រះគ្រូបនិយតធម្មោនិងជូនឯកឧត្តមប្រធានសមាគមព្រមទាំងសមាជិកសមាជិកាទាំងអស់ជាកូនចៅទូតរបស់ព្រះអង្គក្នុងសមាគមពុទ្ធសាសនាសង្គ្រោះជនក្រីក្រដែលមានវត្តមាននៅទីនេះនិងនៅឯមូលដ្ឋានព្រះគ្រូបនិយតធម្មោមានពុទ្ធដីកាសម្ដែងនៅព្រះハរតីរំភើបជាទីបំផុតដោយមានភ័ព្វសំណាងបាននិមន្តនាំគណៈប្រតិភូសមាគមពុទ្ធសាសនាសង្គ្រោះជនក្រីក្រចូលក្រាបថ្វាយបង្គំគាល់បានជួបព្រះភ័ក្ត្រដោយផ្ទាល់ក្នុងឱកាសដ៏វិសេសវិសាលនេះដោយក្នុងពេលកន្លងមកព្រះគ្រូពុំមានឱកាសថ្វាយបង្គំគាល់ដោយបានតតឃើញព្រះរាជសកម្មភាពបម្រើជាតិដ៏ដងឧត្តមនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចឪសម្ដេចម៉ែជាអង្គម្ចាស់នៃយើងតាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាតតកនិងតាមរយៈអ៊ីនធឺណិតតែប៉ុណ្ណោះព្រះគ្រូបនិយតធម្មោនិងគណៈប្រតិភូសមាគមបានថ្វាយនៅសេចក្តីគោរពនឹករលឹកនិងព្រះសពសតកាពរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រមទាំងព្រះករុណាព្រះវររាជបិតាជាតិខ្មែរនិងសម្ដេចព្រះវររាជបិតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សូមព្រះអង្គមានព្រះសុខភាពដ៏ល្អបរិបូរណ៍ព្រះជន្មវស្សាយឺនយូរដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅទូតរបស់ព្រះអង្គជាតារាបតរៀងទៅព្រះគ្រូមានពុទ្ធដីកាទូលថ្វាយដោយសេចក្តីរំភើបកោតស្ញប់ស្ញែងជាខ្លាំងចំពោះព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចកាលនៃអង្គព្រះមហាក្សត្រនិងសម្ដេចឪសម្ដេចម៉ែចំពោះសុខទុក្ខរបស់ប្រជារាស្ត្រជាបងប្អូនកូនចៅទូតរបស់ព្រះអង្គនៅគ្រប់ទិសទីនាពេលកន្លងមកស្ថិតក្នុងពេលនេះសមាគមពុទ្ធសាសនាសង្គ្រោះជនក្រីក្រសូមថ្វាយនៅដង្វាយប្រកបដោយសទ្ធាដ៏បរិសុទ្ធជ្រះថ្លាដើម្បីចូលរួមដង្ហែតាមបរិយាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រឲ្យសម្រេចទទួលបានមហាជោគជ័យដ៏ប្រសើរខ្ពង់ខ្ពស់ថែមទៀតព្រះគ្រូបនិយតធម្មោមានពុទ្ធដីកាថ្វាយផងដែរអំពីសកម្មភាពរបស់សមាគមពុទ្ធសាសនាសង្គ្រោះជនក្រីក្រដែលក្នុងពេលកន្លងមកបានជួយឧបត្ថម្ភចំពោះពុទ្ធបរិស័ទយើងជាជនក្រីក្រគោរពចំពោះព្រះពុទ្ធសាសនាដោយជួយកូនខ្មែរក្នុងពេលសាងព្រះភ្នោះ
បានជួយបណ្ដុះបណ្ដាលព្រះសាមណេរនិងព្រះភិក្ខុសង្ឃឲ្យទទួលបានចំណេះដឹងជ្រៅជ្រះផ្នែកព្រះធម៌វិន័យដ៏ថ្លៃថ្លារបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងសមាគមនឹងបន្តការខិតខំបន្ថែមទៀតក្នុងការនិមន្តព្រះសង្ឃជាសាស្ត្រាចារ្យបញ្ញវន្តទៅជួយបណ្ដុះបណ្ដាលចំណេះដឹងដល់សិស្សនិស្សិតនៅតាមគ្រឹះស្ថានសិក្សានានាដើម្បីកុលបុត្រខ្មែរទទួលបានចំណេះដឹងកាន់តែជ្រាលជ្រៅទូលំទូលាយថែមទៀតផ្នែកព្រះធម៌សុជីវធម៌និងកតញ្ញូតាធម៌ចំពោះមាតាបិតាជាដើមព្រះកណ្ណាជាអង្គម្ចាស់ជីវិតត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ព្រះអង្គសពរិហឫទ័យថ្លែងអំណរព្រះគុណអរគុណចំពោះព្រះគ្រូបណិតធម្មោនិងសមាគមពុទ្ធសាសនាសង្គ្រោះជនក្រីក្រដែលមានព្រះហឫទ័យនិងការយកចិត្តទុកដាក់ក្នុងការជួយលើកដំកើងវិស័យព្រះពុទ្ធសាសនាដែលមានគុណប្រយោជន៍ដ៏ថ្លៃថ្លាចំពោះសង្គមជាតិឲ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅព្រះករុណាជាអង្គម្ចាស់ជីវិតត្បូងព្រះអង្គសពព្រះរិហឫទ័យអំណរគុណចំពោះដង្វាយព្រមទាំងមានព្រះរាជតម្រេះនិងប្រោះព្រះជាទាននៅដង្វាយដែលកើតឡើងពីសេចក្តីសប្បុរសស្នេហាប្រជារាស្ត្រកម្ពុជាពីសំណាក់សមាគមពុទ្ធសាសនាសង្គ្រោះជនក្រីក្រនៅក្នុងឱកាសនេះប្រោះព្រះជាទានឲ្យបានជាគុណប្រយោជន៍ក្នុងការជួយសម្រាលបញ្ហាខ្វះខាតស្បៀងអាហាររបស់ប្រជារាស្ត្រទីទ័លក្រជួបការលំបាកក្នុងជីវភាពនៅតាមទីជនបទនានាក្នុងពេលខាងមុខនៅក្នុងឱកាសនោះដែរព្រះកណាជាអង្គម្ចាស់ជីវិតត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ព្រមទាំងព្រះគ្រូបណិតធម្មោនិងម្ចាស់ដង្វាយបានយាងនិមន្តនិងអញ្ជើញក្នុងពិធីថ្វាយនិងទទួលនៅដង្វាយជានិមិត្តរូបនៃអង្គរចំនួនសរុប3តោនព្រះអង្គសពរិហឫទ័យប្រគេនប្រពោប្រោះព្រះជាទានពរជ័យមង្គលព្រមទាំងមហាព្រិកសលកាត់ឡើងពីដង្វាយដ៏មានសារៈសំខាន់និងប្រកបដោយសេចក្តីជ្រះថ្លាប្រគេនព្រះគ្រូនិងជូនម្ចាស់ដង្វាយសូមបានប្រកបនៅពុទ្ធពរទាំងឡាយ4ប្រការនិងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងការបំពេញនៅគ្រប់ភារកិច្ច